ខ្លាចនៅក្នុងរឿងស្នេហាគេនឹងអត់ធ្វើចំណុចទាំងអស់នឹងទៅកាន់មនុស្សប្រុសទេខ្ញុំមិនដឹងថាអ្នកនរគ្នាចាប់អារម្មណ៍អត់ទេប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំចាប់អារម្មណ៍មនុស្សស្រីដែលឆ្លាតនៅក្នុងរឿងស្នេហាគឺពីច្រើនគាត់មានភាពតាក់ទាញទៅកាន់មនុស្សប្រុសហ្មងមិនមានន័យថាភាពតាក់ទាញនោះដោយសារតែពួកគាត់ស្អាតតែម្យ៉ាងហើយគាត់ទោះជាខ្លួនឯងប៉ុន្តែវាមានភាព attractive នៅក្នុងខ្លួនណាចុះបើអ្នកនរគ្នាចង់ដឹងថាវាមានចំណុចអីគេខ្លះហើយយើងអាចនឹងមានចំណុចទាំងអស់នឹងអត់ស្ដាប់ទាំងអស់គ្នាអ្នកនរគ្នាដឹងអត់មនុស្សស្រីដែលឆ្លាតគឺផ្ដើមចេញពីគាត់ដឹងអំពីតម្លៃខ្លួនឯងបើសិនជាម្នាក់ប្រុសនឹងមើលថែគាត់បានល្អឲ្យតម្លៃគាត់ស័ក្តិសមជាមួយនឹងអ្វីដែលគាត់ចង់បានគឺគាត់នឹងនៅចំណុចទី1មនុស្សស្រីដែលគេឆ្លាតនៅក្នុងរឿងស្នេហាអ្នកនរគ្នាដឹងមិនអត់ទៅពេលដែលគេដឹងថាមនុស្សប្រុសដែលគេកំពុងតាក់ទងហ្នឹងគាត់កំពុងតែក្បត់គាត់ក្រោយខ្នងឬក៏លេងជាមួយស្រីផ្សេងហើយគាត់ចាំបាច់ទៅសួរនាំឬក៏អត់ទៀមទារកហេតុផលទេគឺគាត់ដើរចេញពីម្នាក់ហ្នឹងមកតែសារមូលហេតុអីដឹងអត់តែសារតែគេស្គាល់អំពីតម្លៃខ្លួនឯងមានន័យថាគេចាំបាច់ចំណាយពេលជាមួយនឹងមនុស្សប្រុសប្រភេទហ្នឹងឯងតម្លៃរបស់គេអាចនឹងមានលើសហ្នឹងវាអត់ចាំបាច់ទៅសួរនាំរកហេតុផលវាអត់មានបានអីមកវិញទេព្រោះអីចំណុចដែលម្នាក់ប្រុសហ្នឹងក្បត់វាស័ក្តិសមល្មមដល់គាត់មិនចាំបាច់និយាយហេតុផលអីផ្សេងទៀតទេចំណុចទី2មនុស្សស្រីដែលឆ្លាតនិងស្គាល់អំពីតម្លៃខ្លួនឯងគាត់កុំមាត់នឹងបង្ហាញអារម្មណ៍នៅពេលដែលឆ្លោះគ្នាជាមួយនឹងដៃគូម្ដងសឹងតែថានៅពេលដែលតាក់ទងមនុស្សប្រុសម្នាក់ហ្នឹងគាត់កម្រនឹងបង្ហាញគេទៀតបើសិនជាគាត់ទទួលបានអារម្មណ៍ថាម្នាក់ប្រុសហ្នឹងអត់ទាន់ប្រកបជាជាមួយនឹងគាត់វាប៉ះពាល់ជាមួយនឹងតម្លៃរបស់គាត់ដែលជាស្ត្រីនឹងឯងចំពោះមនុស្សប្រុសវិញខ្ញុំអាចនិយាយបានថានៅពេលដែលអ្នកនរគ្នាឆ្លោះគ្នាអ្នកនរគ្នាចូលចិត្ត share ត្រាម៉ាតែទី attention ពួកគាត់អត់សូវចូលចិត្តហ្មងភាគរយច្រើនគឺគាត់អត់សូវឲ្យតម្លៃទេព្រោះគាត់គិតថានឹងជាការនាំរឿងឲ្យកាន់តែធំជាងមុនអីអញ្ចឹងណាអញ្ចឹងចំណុចដែលមនុស្សស្រីឆ្លាតគេជ្រើសរើសធ្វើគឺភាពស្ងប់ស្ងាត់អំឡុងថាម្នាក់ប្រុសហ្នឹងមានភាពអត់ធ្មត់ឬក៏ម្នាក់ប្រុសហ្នឹងនឹងគិតវិធីផ្សេងបែបណាបើសិនជាគេស្រឡាញ់យើងប្រកាសជាគេមកសម្របសម្រួលនិយាយគ្នាឬក៏លើកហេតុផលណាមួយដើម្បីឲ្យបាននៅជាមួយនឹងយើងហើយចំណុចទី3ពីច្រើនគាត់អត់សូវទៀមទាតែគាត់ចាំមើលទង្វើវិញថាតើម្នាក់ប្រុសហ្នឹងធ្វើអីដើម្បីគាត់ខ្លះខ្ញុំមិនដឹងថាអ្នកនរគ្នាមិនទេណាប៉ុន្តែបើសម្រាប់ខ្ញុំផ្ទាល់វិញណាតំណែង relationship ខ្ញុំអត់សូវចាំនិយាយខ្ញុំអត់សូវចាំទៀមទាតែខ្ញុំសង្កេតមើលអំពីមនុស្សប្រុសដែលគាត់និយាយមកកាន់ខ្ញុំហ្នឹងគាត់ធ្វើបានអត់បើសិនជាគាត់ធ្វើបានអូខេតែបើសិនជាគាត់ធ្វើអត់បានក៏ខ្ញុំអត់និយាយដែរគ្រាន់ note វាទុកឲ្យដឹងថាមនុស្សបានតែនិយាយតែទង្វើសូន្យចំណុចចុងក្រោយដែលខ្ញុំគិតថាវាសំខាន់ណាមនុស្សស្រីដែលឆ្លាតពីច្រើនគាត់អត់សូវឲ្យឱកាសមនុស្សប្រុសកែខ្លួនច្រើនទេចាអីដឹងអត់គាត់គិតថាចេះបើសិនជាលេលើគឺគាត់ទៅចោលហើយញ៉ៃញ៉ៃច្រើនទេពេលវេលាគាត់មានតម្លៃអត់មានអ្នកឯងចង់ចូលមកជីវិតរបស់ខ្ញុំហើយចង់ធ្វើមិនក៏បានទេពីទៅម្នាក់ប្រុសហ្នឹងអត់មានឥទ្ធិពលអីលើគាត់ហ្មងតែបើសួរថាស្រឡាញ់អត់ស្រឡាញ់គឺស្រឡាញ់ហើយអត់មានហេតុផលអីមកវិញឆ្ងាយច្រើនទេសិនជាកំឡុងពេលដែលតាក់ទងគ្នាហ្នឹងគាត់អត់ចេះថែរក្សា goodbye គេអត់ខ្វល់ទេយល់អត់របៀបអញ្ចឹងណាចំណុចតែមួយទេគឺគេស្គាល់តម្លៃខ្លួនឯងគេដឹងថាខ្លួនគេស្ថិតនៅកម្រិតណា level ណាដែលគេចង់បានអត់ម្នាក់ឯងទៅនៅម្នាក់ឯងក៏គេអត់បញ្ហារបៀបអញ្ចឹងណារមកវិញអត់តាមគាត់ឲ្យតម្លៃមនុស្សស្រីមើលទៅលើអីគេឲ្យស្រីតិចអត់ដឹងលើថាមនុស្សប្រុសនៅពេលដែលគាត់ស្រឡាញ់មនុស្សស្រីណាម្នាក់គាត់មើលទៅលើចំណុចអីគេខ្លះជាមួយអ្នកនរគ្នាចង់ដឹងតើស្ដាប់ទាំងអស់គ្នាទី1តាក់ទងជាមួយនឹងការស្លៀកពាក់ដូចខ្ញុំតែងតែនិយាយនៅក្នុងវីដេអូម្ដងហើយម្ដងទៀតចឹងអ្នកនរគ្នានៅពេលដែលគេដែលស្គាល់យើងសោះការស្លៀកពាក់នឹងអាចបង្ហាញថាយើងគឺជាមនុស្សប្រភេទណាធម្មតានៅពេលដែលយើងស្លៀកពាក់អីបង្ហាញអំពីភាពចូលចិត្តនិងការឲ្យតម្លៃរបស់យើងទៅលើវាមានអត់ចឹងនៅពេលដែលគេឃើញយើងដំបូងគេអត់បានដឹងថាយើងគឺជាមនុស្សប្រភេទណាគេគ្រាន់តែមើល beautiful outside របស់យើងហ្នឹងហើយវាតម្លៃយើងមកអញ្ចឹងការរៀបចំខ្លួនគឺវាពិតជាសំខាន់ណាស់ទាមទារឲ្យអ្នកនរគ្នាយល់កលៈទេសៈនៅពេលដែលធ្វើអីមួយចំណុចទី2តាក់ទងជាមួយនឹងភាពរស់រាយរាក់ទាក់និងការនិយាយស្ដីសម្រាប់មនុស្សប្រុសពេលខ្លះបើទោះជាគាត់លេងសើចច្រើនពិតមែនប៉ុន្តែនៅពេលដែលគាត់ក៏លេងទៅមើលមនុស្សស្រីនិងគាត់ឲ្យតម្លៃមនុស្សស្រីហ្នឹងគឺភាគច្រើនណាគឺមនុស្សប្រុសចូលចិត្តមនុស្សស្រីដែរមានភាពរស់រាយរាក់ទាក់ហើយនឹងចេះគោរពអ្នកជុំវិញខ្លួនមូលហេតុអីបានខ្ញុំសង្កត់ធ្ងន់នៅលើវីដេអូហ្នឹងអត់មនុស្សស្រីភាគច្រើននៅពេលដែលគាត់មានអត្តចរិតទន់ភ្លន់ស្ងប់ស្ងាត់គឺជាភាពតាក់ទាញដែលមនុស្សប្រុសមើលទៅស្អាតបំផុតហ្មងមិនមែនអ្នកនរគ្នាចូលចិត្តចេះពីចោលគឺជាមនុស្សដែលគេចង់បានទេធម្មតាអ្នកនរគ្នាបើទោះជាយើងនិយាយត្រង់ប៉ុណ្ណាប៉ុន្តែពេលខ្លះអាពាក្យត្រង់ហ្នឹងគឺវាអត់ព្រោះស្ដាប់ដូចប្រភេទពាក្យផ្អែមល្ហែមទេចង់វាជារឿងពិតរបស់មនុស្សហ្មងចំណុចទី3មនុស្សស្រីដែលកាន់តែប្រវាក់យកពួកគាត់កាន់តែតាមហើយកាន់តែឲ្យតម្លៃអត្តចរិតមនុស្សប្រុសគឺប្រភេទហ្នឹងអ្នកនរគ្នាគេចូលចិត្តធ្វើអីដល់ការប្រកួតប្រជែងនៅពេលដែលបានអីមកដែលងាយពេកគឺមានអារម្មណ៍ថាវាអត់សូវមានតម្លៃទេអញ្ចឹងមកធ្វើខ្លួនងាយពេកអីបើសិនជាគេស្រឡាញ់យើងណាបើឱកាសឲ្យនឹងមើលគេសិនថាការតស៊ូព្យាយាមរបស់គេដល់កម្រិតណាចំណុចចុងក្រោយភាពស្រស់ស្អាតដែលល្អបំផុតមនុស្សស្រីគ្រប់គ្នាគួរតែមានគឺភាពជឿជាក់លើខ្លួនឯងអ្នកនរគ្នាជឿខ្ញុំទៅនៅពេលដែលមនុស្សប្រុសគេមើលឃើញថាយើងស្អាតគឺគេសម្លឹងឃើញភាពជឿជាក់របស់យើងពេលដែលអ្នកនរគ្នាមាន self confidence ណាភាពស្រស់ស្អាតគឺកើតមានដល់ឯងហ្មងហើយអ្នកនរគ្នានឹងមានភាពតាក់ទាញទៅកាន់មនុស្សជំនាញខ្លួនអញ្ចឹងបាច់ចាំបាច់ព្យាយាមកែតម្រូវខ្លួនឯងដើម្បីបំពេញចិត្តអនាគតម្នាក់មនុស្សគ្រប់គ្នាសុទ្ធតែមានភាព unique រៀងៗខ្លួនអ្នកនរគ្នាក៏អាចដូចខ្ញុំហើយខ្ញុំក៏អាចដូចអ្នកនរគ្នាបានដែរអញ្ចឹងអត់មានអ្នកណាគេល្អលើសយើងទេមនុស្សម្នាក់សុទ្ធតែមានភាពល្អរៀងខ្លួនបាច់ចាំបាច់ទៅប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកណាគេម្នាក់ឡើយព្រោះនៅជាខ្លួនឯងគឺល្អបំផុតសម្រាប់អ្នកទាំងអស់ខ្លាចនៅក្នុងរឿងស្នេហាគេនឹងអត់ធ្វើចំណុចទាំងអស់នឹងទៅកាន់មនុស្សប្រុសទេខ្ញុំមិនដឹងថាអ្នកនរគ្នាចាប់អារម្មណ៍អត់ទេប៉ុន្តែសម្រាប់